ដងខៅខ្មោចពូចានជាបរិសពុះម៉ាយមានកូន2នាក់សពថ្ងៃប្រកបមុខរបរនេសាទត្រីដើម្បីចិញ្ចឹមជីវិតពូចានមានការលំបាកខ្លាំងណាស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីតូចៗរបស់ខ្លួនគាត់ក៏បានសម្រេចចិត្តយកប្រពន្ធម្នាក់ទៀតដោយគិតថាគ្រាន់បាននាងជួយថែរក្សាកូនតែការគិតរបស់ពូចានមិនបានដូចបំណងទេព្រោះប្រពន្ធក្រោយគាត់ជេរស្ដីវាយធ្វើបាបកូនទាំងពីរស្ទើរតែរាល់ថ្ងៃពេលពូចានស្ដីបន្ទោសកុំឲ្យធ្វើបាបកូននាងក៏ខឹងហើយលួចធ្វើបាបពេលពូចានមិននៅទៀតផងពូចានខូចចិត្តខ្លាំងណាស់ណានៅហត់នឹងការងារផងក៏ធ្លាក់ខ្លួនឈឺទៅមិនយូរប៉ុន្មានគាត់ក៏ស្លាប់បាត់បង់ជីវិតចោលកូនកំសត់ទាំងពីរនិយាយពីខ្មោចដង្ខៅវិញក្រោយពីគាត់បានស្លាប់បាត់ទៅបានបន្សល់នៅទ្រព្យសម្បត្តិដែលមានតម្លៃយ៉ាងច្រើនដំណឹងនេះបានលេចលឺដល់ក្រុមចៅជាបន្តបន្ទាប់ប៉ុន្តែគ្មាននរណាម្នាក់អាចយកទ្រព្យសម្បត្តិនោះបានឡើយពូចៅទាំងនោះសុទ្ធតែត្រូវបានខ្មោចដង្ខៅលងចាប់កាច់កសម្លាប់នៅនឹងកន្លែងខ្លះទៀតត្រូវលងឲ្យឈឺជ្រុះសក់រត់បាត់ជើងសោះព្រាតអ្នកភូមិក្បែរផ្ទះខ្មោចដង្ខៅទាំងប៉ុន្មានភ័យខ្លាចចៅផងណាខ្លាចខ្មោចដង្ខៅផងក៏នាំគ្នារើផ្ទះរត់ចេញអស់ផ្ទះចាស់របស់អ្នកភូមិខ្លាចជាទីជម្រករបស់ហ្វូងសត្វថ្មាតប្រជៀវជាមទីទុយខ្លែងស្រាកជាច្រើនដែលរងចាំចំណីខ្មោចដង្ខៅនៅជុំវិញផ្ទះខ្មោចដង្ខៅគេឮតែសំឡេងហ្វូងសត្វទាំងឡាយនោះស្រែកទ្រហឹងមិនយូរប៉ុន្មានកុមារទាំងពីរបានរត់មកដល់ផ្ទះដង្ខៅហើយគិតថាម្ដាយចង់រត់តាមមិនទាន់ពួកគេទេថ្ងៃបាក់រសៀលទៅហើយកុមារទាំងពីរពុំបានបាយចូលពោះនៅឡើយឃើញផ្ទះអ្នកមានស្ដុកស្ដំមួយខ្នងហាក់ត្រេកអរខ្លាំងណាស់ខំស្រេចហៅម្ចាស់ផ្ទះសំបាយឆីមួយម៉ាត់ដើម្បីបំបត្តិការស្រេកឃ្លានស្រែករោមម្ចាស់ផ្ទះម្ដងហើយម្ដងទៀតតែពុំមាននរណាម្នាក់ឆ្លើយតបសោះកុមារប្អូនក្រឡេកទៅក៏ឃើញបាយម្ហូបពេញតែលើតុនាងត្រេកអររត់សំដៅទៅបំរុងនឹងយកមកឆីតែបងប្រុសខាត់ហើយនិយាយប្រាប់ប្អូនថាសុំម្ចាស់ផ្ទះគេសិនទៅប្អូនស្រីតបឲ្យសុំយ៉ាងម៉េចទៅបងបើមិនឃើញម្ចាស់ផ្ទះផងហ្នឹងខ្ញុំស្រែករំម្ចាស់ផ្ទះស្ងួតបំពង់កអស់ហើយបងប្រុសតបប្អូនស្រីភ្លេចការទូន្មានរបស់ពួកយើងហើយមែនទេថាមិនត្រូវយករបស់អ្នកណាដោយមិនបានសុំគេនោះទេប្អូនស្រីត្អូញត្អែហើយត្អូញត្អែទៀតខ្ញុំឃ្លានណាស់បងប្រុសចាំបន្តិចនិយាយរួចបងប្រុសលើកដៃសំពះបន់ស្រន់ម្ចាស់ទឹកម្ចាស់ដីនៅទីនោះសូមអាហារយកមកឆីត្បិតខ្ញុំនិងប្អូនស្រីឃ្លានខ្លាំងណាស់ប្តីប្រពន្ធខ្មោចដង្ខៅកំពុងអង្គុយលើថ្នឹមកាលបើបានឮសូរការបួងសួងរបស់កុមារទាំងពីរហើយនោះក៏ញញឹមដាក់គ្នាដោយក្តីអាណិតអាសូររីឯម្ដាយចុងព្រឹកឡើងមិនឃើញក្មេងទាំងពីរត្រឡប់មកវិញក៏ដើរទៅតាមផ្លូវដែលបានរត់ដេញកុមារទាំងពីរកាលពីម្សិលមិញលុះដើរចូលទៅដល់ជ្រៅទៅនាងម្ដាយចុងបានទៅដល់ផ្ទះខ្មោចដង្ខៅហើយក្រឡេកឃើញក្មេងទាំងពីរកំពុងឈរនៅមុខផ្ទះនាងក៏ស្ទុះទៅវាយហើយសួរដឹងថាអត់មានម្ចាស់ផ្ទះនៅនាងក៏យកកំណាត់ឈើវាយក្មេងទាំងពីរឲ្យសន្លប់ដោយឃើញក្នុងផ្ទះស្ងាត់នាងឡើងលើផ្ទះរុករករបស់ដែលមានតម្លៃឃើញសុទ្ធតែមាសពេជ្រកែវកងជាច្រើននាងក៏ត្រេកអរយ៉ាងខ្លាំងក៏យកមកពាក្យស្រោចពេញខ្លួនព្រលឹងខ្មោចដង្ខៅប្តីប្រពន្ធឃើញដូច្នោះក៏ជប់បាយដ៏មានក្លិនឈ្ងុយឲ្យម្ដាយចុងឃើញនាងក៏ដាក់គួតអង្គុយឆីមិនបានប៉ុន្មានអាហារទាំងនោះក៏คล้ายជាលិមួកដង្កូវនិងឈាមស្រស់ពេញចានតែម្ដងស្រីនោះឃើញហើយក៏ក្អួតផងចង្អោផងភ័យស្លន់ស្លោរត់ចុះពីលើផ្ទះក៏ត្រូវប្រពន្ធខ្មោចដង្ខៅទាក់ជើងធ្លាក់ទៅលើជណ្ដើរស្ទើរស្លាប់ស្ទើររស់រត់ប្រាស់អាយុ
ប្តីប្រពន្ធខ្មោចដង្ខៅដេញតាមហើយធ្វើឲ្យគ្រឿងអលង្ការដែលនាងពាក់ខ្លាជាពស់រំរិតខ្លួនចឹកសម្លាប់ម្ដាយចុងចិត្តអប្រិយនោះបាត់បង់គ្រានោះទៅកុមារទាំងពីរក្រោយពីដឹងខ្លួនហាក់ដូចជាពុំបានចាំរឿងអ្វីទាល់តែសោះហើយពួកគេក៏រស់នៅទីនោះដោយសុខសាន្តតរៀងទៅរឿងដង្ខៅខ្មោចក៏ចប់តែប៉ុណ្ណឹងសូមអរគុណសូមគោរពលា